អូមកបងប្អូនអើយអាមួយនេះចង់ប្រប៉ុនមុខមនុស្សហ្នឹងណាកប់ហ្មងបាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះមកស្ទូចត្រីទៀតហើយបងប្អូនបាទតែថ្ងៃនេះបដូរបរិយាកាសពីស្ទូចត្រីតាមស្រះតាមបឹងយើងមកស្ទូចតាមទន្លេវិញបងប្អូនបាទគឺថាត្រីចកែងធំៗល្អណាស់បងប្អូនបាទគឺຂະຫນាតធំខ្លាំងមែនតើបាទទីតាំងនេះគឺมันឆ្ងាយពីទីក្រុងប្រហែលទេបងប្អូនបាទគឺនៅត្រឹមតែព្រែកចាញ់ទេបាទហើយសម្រាប់បងប្អូនចង់មកស្ទូចអាចសាកមកស្ទូចបានបាទជាមួយខ្ញុំដាក់ផែនទីនៅខាងលើឲ្យបាទទីតាំងនេះគឺងាយស្រួលចូលស្ទូចទេបងប្អូនបាទយើងអាចជិះម៉ូតូចូលមកដល់ទីតាំងស្ទូចតែម្ដងបាទហើយគឺថាទីតាំងនេះគឺយើងអាចស្ទូចពីច្រាំងក៏បានបងប្អូនអាចស្ទូចទៅខាងលើបែរក៏បានដែរប៉ុន្តែថ្ងៃនេះគឺខ្ញុំស្ទូចតែពីគៀនច្រាំងទេបងប្អូនបាទពេលយើងលេងពីច្រាំងបោះទៅក្បែរបែរអញ្ចឹងណាបងប្អូនបាទសម្រាប់ទៅការលេងខ្ញុំថ្ងៃនេះគឺខ្ញុំលេងប្រភេទចំណៃ4មុខបាទដែលខ្ញុំតែងតែលេងហ្នឹងបងប្អូនបាទតែទលេថៃបឹងគឺយើងលេងបានទាំងអស់តែម្ដងបាទអញ្ចឹងគឺវាអត់ពិបាកលេងទេបងប្អូនសម្រាប់ថៃទលេគឺងាយស្រួលមែនតើគាត់ថាថៃទលេគឺវាច្រើនជាងប្រភេទថៃបឹងទៀតបងប្អូនបាទហើយទីតាំងដែលយើងស្ទូចគឺងាយស្រួលទេបងប្អូនបាទចាំមើលខ្ញុំប្រាប់បងប្អូនខ្លះបាទពីតិចនិចក៏ដូចជាទីតាំងដែលយើងត្រូវជ្រើសរើសអញ្ចឹងណាបងប្អូនបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំលេងប្រភេទចំណៃ4មុខដែលខ្ញុំតែងតែលេងរាល់ដងហ្នឹងបងប្អូនដូចធ្លាប់ឃើញហើយបាទហើយរបៀបលេងក៏អត់ពិបាកដែរបងប្អូនអាចចាក់ចំណៃទាំង4មុខហ្នឹងស្មើគ្នាទៅបាទ50បានន័យថាយើងចាក់ចំណុះវាស្មើគ្នានៅពេលដែលបងប្អូនចាក់វាស្មើគ្នាហើយបងប្អូនគ្រាន់តែច្បល់វាចូលគ្នាឲ្យចូលលបាយតែមួយទៅបាទក្រោយពីយើងច្បល់ហើយយើងអាចប្រោះទឹកបងប្អូនបើសិនជាចង់លេងនេះអូយើងដាក់ទឹកឲ្យច្រើននៅវាទន់ខ្លាំងហើយបើសិនជាបងប្អូនចង់លេងនេះបិទបងប្អូនដាក់ផ្សើមទឹកតិចបានហើយបងប្អូនបាទហើយគឺថាគាត់ថាតចាប់ដើមលេងនោះគឺថាវាមានឡើងត្រីមកច្រើនមែនតែបងប្អូនសតតែប្រភេទត្រីរៀលត្រីលក្ខសីត្រីហ្នឹងបាទគឺឡើងខាស់ទឹកតែម្ដងបងប្អូនបាទហើយផ្លែដែលខ្ញុំលេងនេះគឺខ្ញុំលេងប្រភេទផ្លែយ៉ាគូសាលេខ3បងប្អូនបាទផ្លែនេះគឺរឹងល្អត្រីធំគឺយើងលើកមកក៏បានដែរបាទខ្ញុំលេងលេខ1និងលេខ3បងប្អូនបាទអញ្ចឹងខ្ញុំលេងថ្ងៃនេះលេងនុយរឿងទុនល្មមបងប្អូនបាទអញ្ចឹងរបៀបលេងគឺអត់ពិបាកលេងទេបាទបងប្អូនអាចលេងកំសួលក៏បានលេងននងក៏បានដែរប៉ុន្តែថ្ងៃនេះខ្ញុំលេងប្រភេទកំសួលបាទលេងកំសួលគឺយើងលេងដាក់សំណទៅដល់បាតដីតែម្ដងបងប្អូនណាបាទគឺយើងដាក់សំណឲ្យធ្ងន់បាទន័យថាពេលទឹកទលេគឺវាហូរបាទអញ្ចឹងហូរគឺយើងដាក់សំណឲ្យដល់បាតដីមកនេះបងប្អូនរូបភាពតំណាងបាទអញ្ចឹងគឺនៅពេលដែលយើងដាក់សំណដល់បាតដីគឺកន្លែងខ្សែអាក់ហ្នឹងគឺយើងត្រូវប្រកាសថាវានៅរត់បងប្អូនបាទយើងទៅឡើងអាក់ឡើងមកលើតិចមកដើម្បីឲ្យខ្សែនឹងវារត់គឺបានន័យថានៅពេលដែលត្រីទាញគឺវាទាញតានុយទេបងប្អូនបាទវាអត់ទាញសំណរបស់យើងទេបងគឺបានន័យថានៅពេលដែលយើងលេងគឺយើងចាប់ហូតអាក់បងប្អូននេះកន្លែងអាក់នេះយើងហូតវាឡើងលើវែងអញ្ចឹងទៅគឺត្រីវាទាញគឺវាទាញតែខ្សែទេវាអត់ទាញសំណរបស់យើងទេបងប្អូនបាទអញ្ចឹងបងប្អូនបាទបើសិនជាទីតាំងវិញគឺបងប្អូនអាចជិះមកខាងផ្សារប្រេងចាញ់ហើយបើសិនជាបងប្អូនចេះមើលផែនទីគឺខ្ញុំដាក់នៅខាងលើហើយបើសិនជាបងប្អូនអត់ចេះមើលទេបងប្អូនស្គាល់មណ្ឌលសុខភាពផ្សារប្រេងចាញ់ហ្នឹងមកដល់កន្លែងមណ្ឌលសុខភាពបងប្អូនជិះតម្រង់មកខាងកើតបន្តិចនឹងឃើញមានប្រភេទបែរត្រីនៅខាងស្ដាំដៃហ្នឹងហើយបងប្អូនអញ្ចឹងឲ្យតែមានកន្លែងលេងបងប្អូនគឺងាយស្រួលលេងទេបាទគឺបងប្អូនអាចមើលទៅតាមទីតាំងដូចកន្លែងនេះវាមានចំហៀងខាងស្ដាំរបស់ខ្ញុំហ្នឹងគឺវាមានសម្រះហើយនឹងខាងឆ្វេងហ្នឹងគឺមានផ្ទះបងប្អូនបាទអញ្ចឹងកន្លែងហ្នឹងគឺសត្វតាកន្លែងដែលជំរកដែលត្រីគឺគេធ្វើអីវាអត់កើអញ្ចឹងវាចេញចូលកន្លែងហ្នឹងវាធ្វើឲ្យសម្បូរក្បាលហើយត្រីទលេខុសពីត្រីបឹងបងប្អូនបាទបានន័យថានៅពេលដែលបងប្អូនលេងវិញគឺព្យាយាមគប់ចំណៃដូចខ្ញុំចេះបាទគប់ចឹងក៏បានបាច់ PK ក៏បានបាទបានន័យថាគប់ទៅដើម្បីឲ្យវាធំក្លិនគឺវាមកច្រើនណាបងប្អូនបាទចឹងខ្ញុំអាចបាច់ PK ក៏បានចំណៃដែលយើងលាយហើយហ្នឹងក៏បានដែរបងប្អូនបាទបន្តមកទៀតគឺចូលគីឡូមួយបងប្អូនអូយបាទទៅចកែកនេះចង់ប្រប៉ុនមុខមនុស្សបងប្អូនណាប្រប៉ុនណាណីបាទចូលពីរជាប់គ្នាបងប្អូនប៉ុនណាណីបាទហើយសម្រាប់ផ្លែដែលខ្ញុំលេងវិញទូចទេបងប្អូនបាទត្រីចូលម្ដង1ម្ដង2បាទហើយបើកន្លែងនេះវិញគឺវត្តជ្រុលដៃបងប្អូនអើយបាទនេះមកតមាត់ត្រីបាទវត្តជ្រុលទៅមកតមាត់បាទដាច់មាត់បាត់អីបាទហើយត្រីគឺមានចម្រុះបងប្អូនអើយបាទត្រីខ្នងវែងត្រីចកែងត្រីដើម7បាទហើយអង្គុយស្ទូចយូរបងប្អូនហ្នឹងណាអង្គុយទឹកលិចបាទវាចេះចូលឡើងមកអង្គុយនៅក្នុងទឹកបាទគឺទឹកវាចូលឡើងរហូតដល់បងប្អូនបាទតែសប្បាយស្ទូចត្រីគាត់ថាបងប្អូនត្រូវដឹងមួយថានៅពេលដែលយើងលេងពេលដែលត្រីចាប់ផ្ដើមស៊ីគឺបងប្អូនដាក់នុយឲ្យញាប់ណាបាទដាក់នុយឲ្យញាប់កាលណាបងប្អូនតដាក់នុយរៀងយឺតបន្តិចគឺវានឹងទៅផុតអស់ហើយបងប្អូនបាទអញ្ចឹងសម្រាប់លទ្ធផលដែលខ្ញុំលេងថ្ងៃនេះគឺខ្ញុំលេង4ម៉ោងបងប្អូនហើយបាទបានត្រីប្រហែលជា4គីឡូដែរបងប្អូនបាទ